សំណួរទី71មុទិតាតើអ្វីទៅជាមុទិតាកាលណាអ្នកឃើញជនដទៃបានរីកចម្រើនប្រែទៅជាមានភាពរីករាយបើសិនជាចិត្តមិនបរិសុទ្ធអ្នកនឹងមានចិត្តចំណែនហើយគិតថាចុះហេតុយ៉ាងម៉េចបានជាជននេះបានមិនក៏ខ្ញុំមិនបានដូចគេខ្ញុំគួរតែបានច្រើនជាងគាត់ហេតុយ៉ាងម៉េចបានជាមិនបានទៅវិញមិនបានជាគេមានលុយកាក់ទ្រព្យសម្បត្តិធនធានច្រើនជាងខ្ញុំទៅវិញហេតុយ៉ាងម៉េចបានជាខ្ញុំមិនបានដូចគេគុណិតទាំងអស់នេះជាការសម្ដែងបញ្ជាក់នៅភាពមិនបរិសុទ្ធរបស់ចិត្តដោយសារចិត្តអ្នកបានបរិសុទ្ធដោយសារការបដិបត្តិវិបស្សនាព្រមទាំងមេត្តារបស់អ្នកកាន់តែរឹងប៉ឹងឡើងអ្នកនឹងមានភាពសប្បាយរីករាយដោយឃើញគេមានភាពរុងរឿងនេះហើយអ្នកគិតថានៅជុំវិញមានទុកច្រើនណាស់តែយ៉ាងហោចណាស់ក៏មានជនម្នាក់នេះដែរដែលបានសេចក្តីសុខសាន្តសានសូមឲ្យជននេះបានប្រកបតែនឹងសេចក្តីសុខសូមឲ្យគេចិត្តរីចម្រើនលូតលាស់នៅលើមាគ៌ាធម៌និងសូមឲ្យជីវភាពលោកីរបស់គេចេះតែរីចម្រើនរុងរឿងជានិច្ចនិរន្តរ៍រៀងទៅនេះហើយជាមុទិតាខណៈណាមួយមុទិតានឹងមកដល់សំណួរទី72ចិត្តអ្វីទៅជាចិត្តតើចិត្តនៅឯណាចិត្តនៅក្នុងកលបៈនៅក្នុងអាតូមនីមួយនៃកាយរបស់អ្នកនេះគឺជាអ្វីដែលអាចនឹងយល់បាននៅពេលដែលអ្នកបដិបត្តិវិបស្សនាដោយសារវិបស្សនាអ្នកអាចធ្វើការសិក្សាវិភាគមួយអំពីចិត្តរបស់អ្នកអំពីកាយរបស់អ្នកនិងអំពីប្រតិកម្មអន្តរកម្មនៃចិត្តនិងកាយនេះសំណួរទី73លោកបានមានប្រសាសន៍អំពីការដកយកគុណវិបត្តិភាពមិនបរិសុទ្ធចេញពីចិត្តតើមានន័យយ៉ាងដូចម្ដេចគឺដូចជាអ្នកមានមនោសញ្ចេតនានៅក្នុងខ្លួនមានការអស់សង្ឃឹមយ៉ាងខ្លាំងមានគំនុំគុំគួនចំពោះអ្នកដទៃទាំងអស់នេះជាគុណវិបត្តិវាមិនធ្វើឲ្យអ្នកមានសុភមង្គលទេដោយសារវាអ្នកធ្វើទុកខ្លួនឯងអ្នកធ្វើទុកអ្នកដទៃបន្តិចម្ដងអ្នកត្រូវតែយកវាចេញទើបអ្នកបានជួបនឹងសន្តិភាពដ៏ធំធេងនៅក្នុងចិត្តបានសំណួរទី74តើអ្វីទៅជាទំនាក់ទំនងរវាងចិត្តនិងខួរក្បាលខួរក្បាលគឺជាសរីរាង្គមួយរបស់កាយតែប៉ុណ្ណោះបើអ្នកអាចពិនិត្យសរីរាង្គកាយឲ្យទៀតបានអ្នកក៏អាចពិនិត្យខួរក្បាលបានដែរគឺមានតែប៉ុណ្្នឹងគ្មានអ្វីជាពិសេសត្រូវធ្វើចំពោះខួរក្បាលទេប៉ុន្តែចំពោះចិត្តគឺខុសពីនឹងស្រឡះនៅបស្ចិមប្រទេសគេឲ្យសារៈសំខាន់ទៅលើខួរក្បាលហាក់បីដូចជាចិត្តបានតាំងនៅទីនោះឥតមានអ្វីត្រូវធ្វើទេចិត្តនៅពាសពេញកន្លែងចិត្តនៅពាសពេញខ្លួនដូច្នេះចូលអ្នកធ្វើការប្រុងប្រយ័ត្នទៅលើរូបរាងកាយទាំងមូលទៅសំណួរទី75បើលោកសម្អាតកាយតើមានន័យថាលោកសម្អាតចិត្តឬអ្វីទេទោះបីជាអ្នកសម្អាតកាយយ៉ាងណាក៏ដោយចិត្តនៅតែកខ្វក់ដែលអាចធ្វើឲ្យកាយអ្នកមិនបរិសុទ្ធដូច្នេះឫសគល់ជាចិត្តមិនមែនជាកាយទេកាយគ្រាន់តែជាគម្រោងទ្រទ្រង់តែប៉ុណ្ណោះដោយសារជំនួយរបស់កាយចិត្តធ្វើការហើយត្រូវការការបោសសម្អាតអ្នកអាចថែទាំបោសសម្អាតកាយរបស់អ្នកតាមសេចក្តីត្រូវការតាមការដែលអ្នកអាចធ្វើបានប៉ុន្តែចិត្តមិនបានស្អាតទេចិត្តនៅតែមិនបរិសុទ្ធតែចិត្តត្រូវតែមានភាពបរិសុទ្ធប៉ុន្តែបើអ្នកបោសសម្អាតចិត្តកាយរបស់អ្នកក៏ត្រូវបានស្អាតផងដែរវាមានផលមួយវិបស្សនាមានគោលបំណងនឹងបោសសម្អាតចិត្តសំណួរទី76នៅក្នុងការបដិបត្តិអានាបនៈលោកមានប្រសាសន៍ថាសមាធិធ្វើចិត្តឲ្យមុតស្រួចតែចិត្តមុតស្រួចនោះវាយ៉ាងម៉េចបើសិនជាអ្នកនៅជាមួយនឹងការពិតហើយមិនធ្វើប្រតិកម្មតាមធម្មជាតិចិត្តនឹងទៅជាមុតស្រួចចិត្តនឹងទៅជាទាលបើយើងធ្វើប្រតិកម្មកាន់តែធំចិត្តកាន់តែក្រោធគ្រៀតកាលណាអ្នកមិនធ្វើប្រតិកម្មតាមធម្មជាតិចិត្តនឹងទៅជាមុតស្រួចណាស់ហើយឆាប់ចាប់អារម្មណ៍ក្រៃលែងសំណួរទី77សិលហេតុអ្វីបានជាលោកផ្ដល់សារៈសំខាន់ខ្លាំងម្ល៉េះទៅលើសិលធម៌និងការរក្សាសិល5ក្នុងរយៈពេលធម្មសិក្សាវិបស្សនាខ្ញុំបានឃើញអ្នកចម្រើនធម៌ជាច្រើនអ្នកមកហើយដែលមិនយកចិត្តទុកដាក់នឹងសិលធម៌និងការរក្សាសិលអ្នកទាំងនោះឥតមានលូតលាស់ក្នុងធម៌ទេ
សិលជាគ្រឹះរបស់ធម៌បើសិនណាជាគ្រឹះទុនខ្សោយរចនាសម្ព័ន្ធទាំងមូលនឹងត្រូវរលំជាច្រើនឆ្នាំអ្នកទាំងនោះបានមកធ្វើធម៌សិក្សាបានលទ្ធផលល្អប្រសើរអស្ចារ្យណាស់ប៉ុន្តែក្នុងដំណើរជីវិតរបស់គេគ្មានអ្វីផ្លាស់ប្ដូរសោះគេនៅតែអន្ទះអន្ទែងហើយរងទុក្ខជានិច្ចពីព្រោះគេកំពុងតែលេងល្បែងជាមួយនឹងវិបស្សនាដូចជាគេលេងល្បែងជាមួយនឹងល្បែងអ្វីៗផ្សេងទៀតដូច្នោះដែរអ្នកទាំងនោះពិតជាខាតបង់ហើយអ្នកដែលចង់ទុកធម៌សម្រាប់ធ្វើឲ្យដំណើរជីវិតបានរីកចម្រើនឡើងត្រូវតែរក្សាសិលយ៉ាងប្រុងប្រយ័ត្នទៅតាមការដែលអាចធ្វើទៅបានសំណួរទី78យើងគួរតែរស់នៅក្នុងសិលប៉ុន្តែសិលកម្មធ្លាក់ចុះយ៉ាប់យ៉ឺនទៅជាលំដាប់នៅពាសពេញសកលលោកព្រះធម៌ត្រូវតែរីកដុះដាលឡើងវិញនៅក្នុងខណៈនេះគឺនៅខណៈដែលសិលធម៌ធ្លាក់ចុះដុនដាលនៅពេលណាដែលមានភាពងងឹតឈឹងចិត្តជុំវិញគឺនៅពេលនោះហើយដែលព្រះអាទិត្យចាប់រះឡើងសំណួរទី79បើខ្ញុំជាទាហានហើយសម្លាប់សត្រូវតើនេះជាអំពើដាច់សិលធម៌ដែរឬទេបាទប៉ុន្តែនៅពេលជាមួយគ្នានេះកងទ័ពត្រូវតែការពារនគរការពារពលរដ្ឋរបស់ខ្លួនកងទ័ពមិនមែនសម្រាប់សម្លាប់សត្រូវទេប៉ុន្តែកងទ័ពត្រូវតែជាសក្ខីភាពនៃអំណាចនៃកម្លាំងរបស់ប្រទេសដើម្បីបង្ហាញឲ្យសត្រូវបាក់បបខ្លោបខ្លាចដែលសូម្បីតែមានគំនិតចង់ព្យាយាមចូលមកយាយីទឹកដីក៏មិនហ៊ាននឹងគិតផងសំណួរទី80ការឈឺចុកចាប់តែចិត្តអាចមានលំនឹងយ៉ាងដូចម្តេចបានបើមានការឈឺចាប់នៅលើកាយកាលណាមានអ្វីមួយកើតឡើងនៅលើលោកនេះយើងមិនចូលចិត្តវាទេវាបង្កើតបានជាវេទនាជាទីមិនរីករាយមួយនៅលើកាយអ្នកបដិបត្តិវិបស្សនាតម្រង់ចិត្តផ្ចង់សតិទៅលើវេទនានេះដោយមិនធ្វើប្រតិកម្មគឺគ្រាន់តែពិនិត្យមើលវេទនានេះដោយឥតលំអៀងនៅពេលដែលគេទើបនឹងចាប់ផ្ដើមវាមានការពិបាកប៉ុន្តែបន្តិចម្ដងវានឹងប្រែទៅជាងាយស្រួលនឹងពិនិត្យមើលវេទនាក្រោធគ្រៀតគឺជាអ្វីដែលយើងហៅថាការឈឺចុកចាប់នេះឯងវេទនាជាទីរីករាយឬជាទីមិនរីករាយវាគ្មានអ្វីខុសគ្នាទេគ្រប់វេទនាកើតឡើងដើម្បីរលត់ទៅវិញតែប៉ុណ្ណោះហេតុអ្វីក៏ធ្វើប្រតិកម្មទៅលើអ្វីមួយដែលមិនថិតថេរជារកាលទៅវិញសំណួរទី81សន្តិភាពហេតុអ្វីបានជាយើងមិនរស់នៅក្នុងដំណាក់សន្តិភាពពីព្រោះបញ្ញាតាមការពិសោធន៍ដែលខ្វះខាតជីវិតមួយដែលគ្មានបញ្ញាបណ្ដាលចេញមកពីការពិសោធន៍ផ្ទាល់ខ្លួនជាជីវិតនៃការភ័ន្តច្រឡំដែលជាដំណាក់នៃភាពអន្ទះអន្ទែងនៃភាពរងទុក្ខការទទួលខុសត្រូវទី1របស់យើងគឺការរស់នៅប្រកបដោយសុខភាពដោយសុភមង្គលដែលជាការមួយប្រពៃដល់ខ្លួនយើងនិងដល់អ្នកដទៃដើម្បីធ្វើដូច្នេះគេត្រូវតែរៀនពិនិត្យមើលខ្លួនឯងដែលជាការពិនិត្យមើលពិតប្រាកដសំណួរទី82តើអ្វីទៅជាការរុករកសន្តិភាពនៅខាងក្នុងនៅពេលដែលលោកខាងក្រៅឥតមានសន្តិភាពផងពិភពលោកទាំងមូលនឹងអាចមានសន្តិភាពទៅបានលុះត្រាតែប្រជានិកទាំងអស់បានសន្តិភាពនៅបានសុភមង្គលការផ្លាស់ប្ដូរត្រូវតែចាប់ផ្ដើមចេញពីបុគ្គលម្នាក់ទៅបើសិនជាព្រៃស្វិតស្រពោនក្រៀមក្រោះហើយអ្នកចង់បានឈើមកវិញអ្នកត្រូវតែស្រោចទឹកដើមឈើនោះក្នុងព្រៃម្ដងបើសិនជាអ្នកចង់បានសន្តិភាពពិភពលោកអ្នកត្រូវតែរៀនធ្វើយ៉ាងម៉េចឲ្យមានសន្តិភាពនៅខាងក្នុងខ្លួនរបស់អ្នកសិនគឺនៅពេលនោះហើយដែលអ្នកអាចនាំសន្តិភាពមកជូនពិភពលោកបានសំណួរទី83ការឈឺចាប់ចម្បាំងនិងចំនួនទាស់ទែងគ្នាមានចំណាស់ដូចជាប្រវត្តិសាស្ត្រដែរតើលោកគ្រូជឿជាក់ថាយើងអាចមានពិភពលោកនៃសន្តិភាពដែរឬទេប្រសើរណាស់សូម្បីមានមនុស្សតិចតួចបានចាក់ចេញផុតពីទុក្ខហើយក៏ដោយនេះជាការល្អវាមានភាពងងឹតនៅពាសពេញពិភពលោកបើមានពន្លឺចង្គៀងតូចមួយចាប់ផ្ដើមឆេះនេះជាការល្អតាមរបៀបនេះបើចង្គៀងមួយប្រែទៅជា10ភាពងងឹតនឹងខ្ចាត់ខ្ចាយនៅទីនេះនៅទីនោះគេមិនធានាថាពិភពលោកទាំងមូលនឹងប្រែទៅជាមានសន្តិភាពទេប៉ុន្តែបើអ្នកអាចធ្វើឲ្យមានសន្តិភាពនៅក្នុងខ្លួនរបស់អ្នកបានប៉ុណ្ណាអ្នកអាចជួយពិភពលោកទាំងមូលឲ្យមានសន្តិភាពបានប៉ុណ្ណោះដែរ
សំណួរទី84ធម្មសិក្សានៅក្នុងគុកតើអ្នកទោសអក្រិតនៅក្នុងគុកដែលគេឃើញក្នុងខ្សែអាត់វីដេអូទាំងនោះយ៉ាងម៉េចទៅហើយតើអ្នកទាំងនោះអាចធ្វើវិបស្សនាបានដែរឬទេពិតប្រាកដណាស់វិបស្សនាសម្រាប់ដុសខាត់ចិត្តឲ្យបរិសុទ្ធបច្ចេកទេសគឺសម្រាប់ឲ្យប្រជានិករទាំងអស់បានរួចចាកចេញពីភាពតានតឹងនិងភាពរងទុក្ខអ្នកដែលបានប្រព្រឹត្តអក្រិតកម្មទាំងនោះជាជនរងទុក្ខខ្លាំងណាស់ចិត្តមនុស្សទាំងនោះពោពេញទៅដោយភាពតានតឹងហើយឥឡូវនេះធម្មសិក្សាបានត្រូវគេកំពុងតែរក្សាទុកនៅក្នុងគុកជាច្រើននៅប្រទេសឥណ្ឌាដោយជាមានគុកយ៉ាងធំមួយជាងគេនៅទីហានាទីក្រុងដេលីគឺជាវិហារនៃព្រះធម៌សំណួរទី85ការចាប់កំណើតជាថ្មីឡើងវិញតើលោកជឿថាមានការចាប់កំណើតជាថ្មីឡើងវិញទេការដែលខ្ញុំជឿឬមិនជឿនោះមិនអាចជួយអ្នកបានទេចូលអ្នកបដិបត្តិវិបស្សនាទៅនៅពេលនោះអ្នកនឹងឃើញថាជីវិតពីអតីតរបស់អ្នកនឹងឃើញពីជីវិតទៅអនាគតរបស់អ្នកនៅពេលនោះសូមអ្នកជឿកុំជឿពីអ្វីដែលគ្រូនិយាយពុំនោះសោតទេអ្នកនឹងត្រូវជាប់ចំណងនឹងគ្រូរបស់អ្នកដែលជាការមួយប្រឆាំងនឹងព្រះធម៌ហើយសំណួរទី86ការបម្រើដោយឥតរងចាំចង់បានអ្វីមកវិញតើគេអាចត្រេះរិះថ្លឹងប្រៀបធៀបរវាងការបម្រើដោយមិនគិតចង់បានអ្វីមកវិញជាមួយនឹងការថែរក្សាខ្លួនឯងយ៉ាងដូចម្តេចបើគេមិនអាចថែរក្សាខ្លួនឯងបានផងតើគេអាចបម្រើអ្នកឲ្យទៀតយ៉ាងម៉េចកើតជាដំបូងចូលថែរក្សាខ្លួនឯងរួចហើយសឹមចាប់ផ្ដើមជួយបម្រើអ្នកឲ្យទៀតការស្នេហារួមភេទសំណួរទី87តើការស្នេហារួមភេទនៅក្នុងរចនាសម្ព័ន្ធវិបស្សនាមានលក្ខណៈយ៉ាងដូចម្តេចទៅវិញសម្រាប់សិស្សថ្មីយើងមិនបាននិយាយថាត្រូវទៅរស់នៅក្នុងភាពជាលីវនោះទេវាមិនបានសុខទេវានឹងបង្កើនការពិបាកភាពតានតឹងនិងចំណងកាន់តែខ្លាំងដោយហេតុនេះការទូន្មានទៅលើវិបស្សនាគឺសំដៅទៅរកការរួមរស់រវាងប្តីនិងប្រពន្ធហើយត្រូវរៀបចំទំនាក់ទំនងឲ្យបានត្រឹមត្រូវហើយបើអ្នកទាំងពីរជាអ្នកបដិបត្តិវិបស្សនាពេលមួយនឹងមកដល់គឺលែងត្រូវការស្នេហារួមភេទទៀតហើយវាមិនជាការចាំបាច់ទេតាមធម្មជាតិអ្នកទាំងពីរនឹងសប្បាយរីករាយមានសុភមង្គលការតាក់ទងតាមផ្លូវកាយឥតមានន័យទៀតទេប៉ុន្តែទាំងអស់នេះត្រូវតែធ្វើឡើងតាមធម្មជាតិឥតមានការបង្ខិតបង្ខំទេដូច្នេះកាលណាគេបដិបត្តិវិបស្សនាគេមិនចាំបាច់ថាគេត្រូវទៅនៅលីវនោះទេប៉ុន្តែនៅពេលជាមួយគ្នានេះគេត្រូវតែមានការតាក់ទងតែមួយប៉ុណ្ណោះបើពុំនោះទេភាពអាក្រក់នេះនឹងនៅតែបន្តហើយតណ្ហាក៏ចេះតែបង្កើនទំហំធំឡើងគេមិនអាចចេញផុតពីវាបានទេសំណួរទី88តើការស្នេហារួមភេទត្រឹមត្រូវនោះយ៉ាងដូចម្តេចស្នេហាត្រឹមត្រូវកាលណាគេមិនប្រព្រឹត្តខុសចំពោះស្នេហាកាលណាគេមិនមែនជាមនុស្សមានជំងឺនឹងស្នេហាកាលណាជនណាម្នាក់មានស្នេហាមួយហើយទៅស្នេហាជាមួយនឹងអ្នកផ្សេងទៀតអ្នកនោះមិនត្រឹមត្រូវទេកាលណាអ្នកមានស្នេហាតែមួយនោះតាមធម្មជាតិការរួមភេទត្រូវតែនៅតិចបើគេមានទំនាក់ទំនងច្រើននោះវានឹងបង្កើនចំនួនច្បាប់ធម្មជាតិវាយ៉ាងនឹងឯងបើអ្នកចាក់ប្រេងសាំងទៅលើភ្លើងឆេះកាន់តែខ្លាំងសំណួរទី89តើអ្វីទៅដែលខុសគ្នាចំពោះការកាន់អាកប្បកិរិយាត្រូវនឹងខុសទៅលើការរួមភេទតើវាជាបញ្ហាមួយនៃការជ្រើសរើសឬយ៉ាងណាទេការរួមភេទជានីតិមួយសម្រាប់អ្នកមានបន្ទុកគ្រួសារវាមិនអាចបំបត្តិបានទេព្រោះថាបើគេបំបត្តិទៅបញ្ហានឹងកាន់តែមានច្រើនការពិបាកកាន់តែមានខ្លាំងប៉ុន្តែបើសិនជាអ្នកបណ្ដោយតាមចិត្តទៅតាមចំណងហើយប្រើប្រាស់វានៅគ្រប់ពេលដែលតណ្ហាកម្រើកឡើងនោះអ្នកមិនអាចគេចចេញរួចពីចំណងតណ្ហាបានទេចូលអ្នកជៀសវាងសភាពចុងបំផុតទាំងពីរនេះទី1គឺការប្រកែកដាច់ខាតនិងទី2ការបណ្ដោយតាមចិត្តធម៌ផ្ដល់ផ្លូវកណ្ដាលឲ្យយើងដើរការរួមរយៈដោយសមរម្យដែលបណ្ដាលឲ្យមានការចម្រើនលូតលាស់តាមផ្លូវចិត្តគឺជាទំនាក់ទំនងស្នេហារវាងប្រុសម្នាក់និងស្រីម្នាក់ដែលគេបានសុខចិត្តសុខកាយរវាងគ្នានឹងគ្នារួចហើយបើសិនជាដៃគូរបស់អ្នកជាអ្នកបដិបត្តិវិបស្សនាដែរកាលណាចំណងតណ្ហាកើតឡើងអ្នកទាំងពីរពិនិត្យមើលវានៅថ្នាក់កាយវេទនា
ដូចដែលវិបស្សនាបានបង្រៀនអ្នកឲ្យធ្វើរួចមកហើយនេះជាដំណើរដែលមិនមែនលុបបំបាត់ចោលឬមិនដោយតាមចិត្តទេដោយសារការពិនិត្យមើលវាអ្នកអាចគេចចេញរួចពីតណ្ហានៅពេលនេះប្រុសស្រីមួយគូនឹងនៅតែមានការតាក់ទងគ្នាតាមភេទប៉ុន្តែបន្តិចម្ដងគេនឹងទៅដល់ដំណាក់មួយដែលទំនាក់ទំនងនេះលែងមានន័យអ្វីទាំងអស់នេះជាដំណាក់ការពិតនៃភាពលីវតាមធម្មជាតិគឺសូម្បីតែការគិតតាមផ្លូវចិត្តទៅលើចំណងតណ្ហាក៏អមមានកើតឡើងទៀតហើយភាពលីវរបៀបនេះជាភាពរីករាយមួយដែលនៅឆ្ងាយហួសលើសលុបពីការសប្បាយតាមផ្លូវកាមរាជជានិច្ចនិរន្តរ៍គេនឹងសប្បាយរីករាយមានសុភមង្គលដ៏លើសលប់គេត្រូវតែរៀនពិសោធន៍ភាពសប្បាយរីករាយនេះតាមរបៀបនេះឯងសំណួរទី90នៅបច្ចឹមប្រទេសមនុស្សភាគច្រើនយល់ថាទំនាក់ទំនងដោយមានការយល់ស្របរវាងមនុស្សពីរនាក់ណាក៏ដោយក៏ត្រូវគេយល់ស្របទាំងអស់ការយល់ឃើញរបៀបនេះមានលំនាំខុសឆ្ងាយណាស់ពីធម៌អ្នកណាម្នាក់ដែលមានស្នេហាជាមួយមនុស្សម្នាក់ហើយមនុស្សម្នាក់ទៀតរួចហើយមនុស្សម្នាក់ទៀតអ្នកនោះបង្កើនតណ្ហារបស់ខ្លួនកាន់តែធំឡើងបង្កើនភាពរងទុក្ខរបស់ខ្លួនកាន់តែច្រើនឡើងអ្នកត្រូវតែមានទំនាក់ទំនងជាមួយមនុស្សម្នាក់តែប៉ុណ្ណោះឬមួយអ្នកត្រូវតែរស់នៅក្នុងភាពជាមនុស្សលាវសំណួរទី91សង្គមតើវិបស្សនាអាចដោះស្រាយបញ្ហាសង្គមបានយ៉ាងដូចម្តេចខ្លះសង្គមគ្មានអ្វីក្រៅពីបុគ្គលមួយក្រុមទេដើម្បីដោះស្រាយបញ្ហាសង្គមបញ្ហាបុគ្គលម្នាក់ត្រូវតែដោះស្រាយឲ្យហើយសិនបើយើងចង់បានសន្តិភាពក្នុងសង្គមហើយយើងមិនធ្វើអ្វីសោះឲ្យបានសន្តិភាពទៅលើបុគ្គលម្នាក់តើយើងធ្វើយ៉ាងម៉េចកើតវិបស្សនាអាចធ្វើឲ្យបុគ្គលម្នាក់ពិសោធន៍ឃើញសន្តិភាពនិងសុខដុមរមនាវិបស្សនាអាចជួយដោះស្រាយបញ្ហាបុគ្គលម្នាក់បាននេះហើយគឺជាការដែលសង្គមត្រូវចាប់ផ្ដើមធ្វើដើម្បីដោះស្រាយបញ្ហាទាំងឡាយសំណួរទី92បើគេអត់ឱនឲ្យអ្នកធ្វើបាបកម្មនេះមិនមែនមានន័យថាគេគ្រប់គ្រងបាបកម្មទេឬអ្វីចូលកុំគ្រប់គ្រងបាបកម្មចូលបញ្ឈប់មនុស្សដែលធ្វើបាបកម្មប៉ុន្តែចូលកុំបង្កើតទោសៈឬកំហឹងទៅលើអ្នកដែលធ្វើបាបកម្មចូលអ្នកមានសេចក្តីមេត្តានិងករុណាជននេះជាមនុស្សយ៉ាប់យ៉ឺនមិនដឹងថាខ្លួនឯងកំពុងតែធ្វើអ្វីទេគាត់កំពុងតែធ្វើទុកខ្លួនឯងហើយកំពុងតែធ្វើទុកអ្នកដទៃដូច្នេះចូលប្រើប្រាស់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តរបស់អ្នកដើម្បីខាត់ខាំងជននេះកុំឲ្យប្រព្រឹត្តបាបកម្មតទៅទៀតប៉ុន្តែអ្នកធ្វើដោយចិត្តមេត្តានិងករុណាចំពោះគេនេះហើយដែលវិបស្សនានឹងបង្រៀនអ្នកសំណួរទី93បើសកម្មភាពអកុសលមួយធ្វើឡើងដើម្បីជួយឲ្យអ្នកឯទៀតបានល្អតែនេះជាបាបកម្មដែរឬអ្វីជាការពិតហើយនេះជាបាបកម្មអំពើអកុសលចាប់ផ្ដើមធ្វើទុកអ្នកបើអ្នកធ្វើទុកខ្លួនឯងហើយអ្នកមិនអាចជួយអ្នកដទៃបានទៀតទេមនុស្សពិការមិនអាចជួយមនុស្សពិការម្នាក់បានទៀតទេជាដំបូងអ្នកត្រូវតែធ្វើខ្លួនឲ្យមានសុខភាពល្អសិនទើបអ្នកអាចជួយអ្នកឯទៀតបានសំណួរទី94លោកតែងតែប្រឆាំងនឹងពិធីនៅក្នុងសង្គមតើមានអ្វីខុសក្នុងការដែលយើងសម្ដែងសេចក្តីគោរពនិងការដឹងគុណគ្មានអ្វីទាស់ខុសទេក្នុងរឿងនេះការគោរពនិងការដឹងគុណមិនមែនជាពិធីទេដែលហៅថាពិធីគឺអ្វីដែលអ្នកធ្វើដោយមិនយល់ដោយមិនដឹងថាអ្នកកំពុងតែធ្វើអ្វីអ្នកធ្វើដោយមានគេប្រាប់ឲ្យធ្វើបើសិនជានៅថ្នាក់ទីជម្រៅអ្នកយល់ថាខ្ញុំគោរពមេត្តាបិតាឬខ្ញុំគោរពបូជាព្រះអាទិទេពនៅពេលនោះអ្នកពិចារណាថាតើអ្វីទៅជាគុណសម្បត្តិរបស់ព្រះអាទិទេពតើខ្ញុំពិតជាគោរពពិតជាបូជាដោយពង្រីកគុណសម្បត្តិដដែលនេះនៅក្នុងខ្លួនដែរឬទេតើខ្ញុំគោរពបូជាមេត្តាបិតារបស់ខ្ញុំដោយពង្រីកគុណសម្បត្តិរបស់លោកនៅក្នុងខ្លួនខ្ញុំដែរឬទេបើសិនចម្លើយថាពិតមែនដូច្នេះអ្នកប្រព្រឹត្តសកម្មភាពនេះដោយមានការយល់ត្រឹមត្រូវហើយវាមិនមែនជាពិធីបុណ្យពិធីបូជាទេប៉ុន្តែបើអ្នកចាត់ចែងធ្វើតាមតែទម្លាប់ដោយគ្មានការយល់ដូចជាគ្រឿងម៉ាស៊ីននៅពេលនោះវានឹងក្លាយទៅជាពិធីបុណ្យពិធីបូជាហើយសំណួរទី95
តើសង្គមមិនទទួលអត្តពលមកពីសកម្មភាពរបស់អ្នកឯទៀតទេឬអ្វី ពិតប្រាកដណាស់យើងទទួលអធិពលពីមនុស្សនិងពីបរិស្ថាននៅជុំវិញខ្លួនយើងហើយយើងក៏ផ្ដល់អធិពលទៅឲ្យអ្នកឯទៀតវិញដែរឧបមាថាមនុស្សភាគច្រើនយល់ស្របទៅលើអំពើហិង្សានៅពេលនោះចម្បាំងនឹងការកាប់សម្លាប់នឹងកើតមានឡើងនឹងធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងប៉ុន្តែបើមនុស្សជាតិចាប់ផ្ដើមបោកសម្អាតចិត្តនៅពេលនោះអំពើហិង្សាមិនអាចកើតឡើងបានទេឬគល់របស់បញ្ហាស្ថិតនៅលើចិត្តរបស់បុគ្គលម្នាក់ពីព្រោះសង្គមផ្សំកើតឡើងពីបុគ្គលម្នាក់បើម្នាក់ចាប់ផ្ដើមផ្លាស់ប្ដូរសង្គមនឹងចាប់ផ្ដើមផ្លាស់ប្ដូរសង្គ្រាមនឹងការសម្លាប់រង្គាលនឹងប្រែទៅជាអន់ថយទៅ សំណួរទី96តើយើងអាចជួយគ្នាយ៉ាងម៉េចកើតបើម្នាក់ត្រូវតែតទល់នឹងលទ្ធផលរបស់សកម្មភាពគេផ្ទាល់ផ្លូវចិត្តរបស់យើងមានឥទ្ធិពលទៅលើអ្នកឯទៀតបើយើងបង្កើតកិលេសឬគ្រឿងសៅហ្មងនៅក្នុងចិត្តកិលេសនេះមានអានុភាពទៅលើជនណាដែលមកប្រស័យតាក់ទងជាមួយនឹងយើងបើសិនជាយើងបង្កើតភាពបរិសុទ្ធជាកុសលនៅក្នុងចិត្តអំពើនេះនឹងផ្ដល់អានុភាពទៅអ្នកឯទៀតដែលនៅជុំវិញខ្លួនយើងអ្នកមិនត្រួតត្រាសកម្មភាពមិនត្រួតត្រាអំពើរបស់អ្នកឯទៀតបានទេប៉ុន្តែអ្នកអាចធ្វើជាម្ចាស់របស់ខ្លួនអ្នកដើម្បីផ្ដល់អានុភាពទៅលើអ្នកដែលនៅជុំវិញខ្លួនសំណួរទី97ការឈឺចាប់ហេតុអ្វីបានជាមនុស្សបង្កើតភាពរងទុក្ខសម្រាប់យើងគ្មាននរណាម្នាក់បង្កើតភាពរងទុក្ខឲ្យអ្នកទេគឺខ្លួនអ្នកនេះទេដែលបង្កើតភាពរងទុក្ខខ្លួនឯងដោយបង្កើតភាពតានតឹងនៅក្នុងចិត្តបើសិនជាអ្នកដឹងថាមិនត្រូវធ្វើយ៉ាងដូចនេះទេនោះវាជាការមួយស្រួលនឹងរក្សាសន្តិភាពនិងសុភមង្គលនៅចំពោះមុខស្ថានភាពនីមួយៗសំណួរទី98តើយើងត្រូវធ្វើយ៉ាងដូចម្តេចបើមានមនុស្សម្នាក់ធ្វើអំពើមិនគប្បីមកលើយើងអ្នកមិនត្រូវបណ្ដោយឲ្យគេធ្វើអំពើមិនគប្បីមកលើអ្នកទេកាលណាមនុស្សម្នាក់ប្រព្រឹត្តអំពើមិនគប្បីអ្នកនោះធ្វើទុក្ខដល់អ្នកដទៃហើយធ្វើទុក្ខដល់ខ្លួនគេបើអ្នកបណ្ដោយឲ្យគេប្រព្រឹត្តអំពើមិនគប្បីគឺអ្នកលើកទឹកចិត្តអ្នកនោះឲ្យប្រព្រឹត្តអំពើនេះអ្នកត្រូវទៅប្រើកម្លាំងកាយទាំងអស់ដើម្បីបញ្ឈប់គាត់ប៉ុន្តែត្រូវធ្វើដោយចិត្តបរិសុទ្ធដោយក្តីមេត្តាដោយការស្រឡាញ់ចូលចិត្តជាមួយនឹងអ្នកនោះបើអ្នកធ្វើដោយគំនុំគុំគួនដោយកំហឹងនោះអ្នកនឹងធ្វើស្ថានភាពឲ្យរឹតតែធ្ងន់ធ្ងរអ្នកមិនអាចមានចិត្តបរិសុទ្ធទៅលើមនុស្សនោះបានទេលើកលែងតែអ្នកមានចិត្តនឹងណោនិងមានសេចក្តីស្ងប់ដូច្នេះចូលអ្នកហាត់ឲ្យមានសន្តិភាពនៅក្នុងខ្លួនហើយអ្នកនឹងអាចដោះស្រាយបញ្ហានេះបានសំណួរទី99តើភាពរងទុក្ខមិនមែនជាចំណែកមួយនៃជីវិតទេឬអ្វីហេតុអ្វីបានជាខំសាកល្បងគេចចេញពីភាពរងទុក្ខយើងទាំងអស់គ្នាធ្លាក់ចូលទៅក្នុងទម្លាប់នៃភាពរងទុក្ខជាហេតុធ្វើឲ្យយើងមានការពិបាកនឹងយល់ផ្ទុយពីនេះទៅវិញថាភាពរងទុក្ខមិនមែនជាការធម្មតាទេប៉ុន្តែនៅពេលដែលអ្នកពិសោធន៍ឃើញភាពរីករាយពិតប្រាកដនៃសេចក្តីបរិសុទ្ធរបស់ចិត្តអ្នកនឹងដឹងថានេះហើយជាលក្ខណៈធម្មជាតិរបស់វាសំណួរទី100តើការពិសោធន៍នៃភាពរងទុក្ខអាចលើកដំកើងមនុស្សទាំងឡាយហើយអាចជួយឲ្យរឹកពីអ្នកទាំងនោះឡើងខ្ពស់បានឬទេបាទបច្ចេកទេសនេះមានគោលដៅនឹងយកទុក្ខមកធ្វើជាឧបករណ៍ដើម្បីឲ្យម្នាក់បានប្រែទៅជាជនមានឫទ្ធិពីថ្លៃថ្នូរគួរគោរពប៉ុន្តែការនេះនឹងមានប្រសិទ្ធភាពទៅបានលុះត្រាតែគេហាត់រៀនពិនិត្យសេចក្តីទុក្ខនេះដោយស្របតាមភាពពិតបើសិនជាអ្នកជាប់ជំពាក់នឹងភាពរងទុក្ខរបស់អ្នកគឺការពិសោធន៍មិនអាចលើកដំកើងអ្នកបានទេអ្នកនឹងស្ថិតនៅក្នុងភាពរងទុក្ខជានិច្ចសំណួរទី101បើសិនជាគេប្រព្រឹត្តអំពើមិនគប្បីនៅពេលនោះគេនឹងរងទុក្ខទៅអនាគតឬអ្វីទេមិនមែនទៅអនាគតទេគឺនៅពេលឥឡូវនេះនឹងក្នុងទីនេះតែម្ដងច្បាប់ធម្មជាតិដាក់ទោសដល់គេមួយរំពេចពីព្រោះគេចាប់ផ្ដើមបង្កើតភាពសៅហ្មងនៅក្នុងចិត្តគេមិនអាចបង្កើតភាពសៅហ្មងផងមានអារម្មណ៍សន្តិភាពផងនៅពេលជាមួយគ្នាបានទេទុក្ខកើតឡើងភ្លាមលុះត្រាតែអ្នកចាប់អារម្មណ៍ដឹងថាទុក្ខកើតឡើងនៅពេលឥឡូវនេះនៅក្នុងទីនេះទើបអ្នកអាចកែទម្លាប់ចាស់របស់ចិត្តដែលចេះតែបង្កើតគ្រឿងសៅហ្មង
ដែលជាហេតុបណ្ដាលឲ្យមានអំពើអកុសលបញ្ចេញមកតាមផ្លូវកាយឬផ្លូវចិត្តបើសិនណាជាអ្នកគិតថាខ្ញុំនឹងត្រូវផ្ដន់ទាទោសនៅជាតិក្រោយហើយខ្ញុំមិនត្រូវបានរកគុណទេនៅពេលនោះវាគ្មានអ្វីអាចនឹងជួយអ្នកបានទេសំណួរទី102ធម្មធាតុតើអ្វីទៅជាធម្មធាតុតើធម្មធាតុមានឥទ្ធិពលយ៉ាងណាខ្លះមកលើយើងរាល់គ្នាអ្វីៗទាំងអស់នៅលើលោកជាធម្មធាតុនេះមិនមែនជាទ្រឹស្ដីទេវាជាដំណើរការពិតប្រាកដលោកធាតុទាំងមូលគ្មានអ្វីក្រៅពីភាពញ័រ vibration ទេភាពញ័រល្អធ្វើឲ្យយើងរីករាយមិនល្អធ្វើឲ្យយើងមានទុក្ខវិបស្សនាជួយអ្នកឲ្យចេញចាកផុតពីភាពញ័រអាក្រក់ដែលបង្កើតឡើងដោយលោភៈទោសៈនៅក្នុងចិត្តនៅពេលណាចិត្តមានលំនឹងល្អធាតុញ័រជាធាតុល្អជាធម្មធាតុល្អហើយធាតុញ័រល្អឬអាក្រក់នេះនឹងជះឥទ្ធិពលទៅលើបរិស្ថានដែលនៅជុំវិញទីកន្លែងដែលអ្នករស់នៅវិបស្សនាជួយអ្នកឲ្យបង្កើតធម្មធាតុល្អបរិសុទ្ធធម្មធាតុនៃករុណាធម៌និងភាពជាកុសលគ្រប់បែបយ៉ាងដែលផ្ដល់ផលប្រយោជន៍ដល់ខ្លួនអ្នកផងនិងដល់អ្នកដទៃទៀតផងសំណួរទី103ធម្មសិក្សាវិបស្សនាតើលោកអាចឲ្យដំបូន្មានយ៉ាងដូចម្តេចខ្លះទៅដល់អ្នកដែលមិនអាចទៅធ្វើធម្មសិក្សា10ថ្ងៃបានសូមអធិដ្ឋានតាំងចិត្តថានឹងទៅធ្វើធម្មសិក្សា10ថ្ងៃឲ្យទាល់តែបានបើគ្មានការតាំងចិត្តរបៀបនឹងទេអ្វីទៀតមិនអាចធ្វើកើតទេគ្មានអ្វីអស្ចារ្យមកពីឋានណាទេហើយអ្វីបានជាខ្ញុំឲ្យមនុស្សចំណាយពេលដល់ទៅ10ថ្ងៃបើខ្ញុំអាចអង្គុយនៅទីនេះហើយបង្រៀនអ្នកទាំងនោះតែ1ម៉ោងទៅនេះជាការមួយស្រួលពេកហើយប៉ុន្តែធ្វើដូច្នេះវាគ្មានបានការអ្វីទេគេត្រូវតែចំណាយពេល10ថ្ងៃដើម្បីសិក្សាបច្ចេកទេសនេះគឺជាបច្ចេកទេសដែលមានសភាពជ្រៅហើយល្អិតល្អន់ណាស់10ថ្ងៃជាពេលយ៉ាងតិចបំផុតដើម្បីរៀនបច្ចេកទេសឲ្យបានត្រឹមត្រូវសំណួរទី104តើគេអាចរៀនវិបស្សនាតាមសៀវភៅបានឬទេវាអាចមានគ្រោះថ្នាក់ធ្ងន់ណាស់វិបស្សនាជាការវះកាត់ផ្លូវចិត្តយ៉ាងជ្រៅនិងល្អិតល្អន់ណាស់គេត្រូវតែធ្វើធម្មសិក្សា10ថ្ងៃដើម្បីនឹងចាប់ផ្ដើមសំណួរទី105តើគេត្រូវធ្វើយ៉ាងដូចម្តេចដើម្បីធ្វើធម្មសិក្សាវិបស្សនាគេអាចចុះឈ្មោះសុំរៀននៅគ្រប់មជ្ឈមណ្ឌលវិបស្សនានៅប្រទេសឥណ្ឌានិងនៅនានាប្រទេសក្នុងពិភពលោកមានបទបញ្ជាខ្លះដែលគេត្រូវតែយល់ព្រមធ្វើតាមមុននឹងចុះឈ្មោះសុំរៀនការធ្វើធម្មសិក្សាវិបស្សនាជាការធ្វើដោយសុទ្ធចិត្តឥតមានការបង្ខិតបង្ខំពីនរណាម្នាក់ទេប៉ុន្តែនៅពេលធ្វើធម្មសិក្សាបទបញ្ជាត្រូវតែធ្វើតាមដើម្បីឲ្យអ្នករៀនអាចទាញផលប្រយោជន៍បានយ៉ាងច្រើនបំផុតជាអតិបរមាពីធម្មសិក្សានេះសំណួរទី106តើធម្មសិក្សាវិបស្សនាមានតម្លៃប៉ុន្មានតម្លៃទេធម៌មិនអាចកាត់ថ្លៃបានទេឥតមានការយកថ្លៃទេហើយតទៅមុខទៀតក៏ឥតមានការយកថ្លៃដែរសម្រាប់បង្រៀនវិបស្សនាធម្មសិក្សាវិបស្សនារួចផុតអំពីការបង់ថ្លៃទាំងឡាយការពីពេលមុនក្នុងមួយរយៈខ្លីមានការបង់ថ្លៃតិចតួចខ្លះសម្រាប់ម្ហូបអាហារនិងការសំណាក់នៅជាសំណាងល្អណាស់ដោយសារកិច្ចការនេះបានលុបបំបាត់ចោលហើយដូច្នេះគេឥតមានបង់ថ្លៃអ្វីទេដើម្បីនឹងធ្វើធម្មសិក្សាវិបស្សនាសំណួរទី107ហេតុអ្វីបានជាគេមិនបង់ថ្លៃក្នុងការធ្វើធម្មសិក្សាវិបស្សនាទី1គឺដូចជាខ្ញុំបានជម្រាបរួចមកហើយថាធម៌មិនអាចកាត់ថ្លៃបានទេធម៌មិនអាចដាក់តម្លៃជាទឹកប្រាក់កើតទេយោបល់គឺថាសិស្សវិបស្សនាដែលធ្វើធម្មសិក្សាខំធ្វើការលះបង់ពីគ្រឿងជាប់ជំពាក់ទាំងប៉ុន្មានដែលគេធ្លាប់មានក្នុងការរស់នៅជាមេផ្ទះសម្រាប់មួយរយៈពេលនៃធម្មសិក្សាអ្នកនោះរស់នៅដូចជាបព្វជិតឬដូនជីដោយសារអំណោយទានរបស់អ្នកឯទៀតទាំងនេះគឺដើម្បីបន្ថយភាពអញ្ញនិយមដែលជាដើមហេតុនៃទុក្ខទាំងអស់បើសិនជាគេបង់ថ្លៃសូម្បីតែតិចតួចក៏ដោយភាពអញ្ញនិយមនឹងត្រូវតែមានហើយគេគិតថាខ្ញុំចង់បាននេះរបស់នេះមិនមែនជារបស់ដែលខ្ញុំចង់បានទេឡា
ភាពអនិយមនេះជាដំណើរថយក្រោយមួយយ៉ាងធំនៃការលូតលាស់នៅលើមាគ៌ាព្រះធម៌យោបល់មួយទៀតគឺថានេះជាប្រពៃណីដែលកើតមកមានតាំងតែពីរាប់ពាន់ឆ្នាំមកហើយព្រះពុទ្ធមិនដែលយកថ្លៃអ្វីណាមួយសោះឡើយក្នុងការចែកចាយ